តាមពិតខ្ញុំមិនមានយោបល់អីច្រើនទេគាត់ថាអ្វីដែលយើងប្រឹងប្រែងធ្វើម៉េចទី1គឺយើងប្រឹងប្រែងទៅអភិវឌ្ឍទៅលើចំណេះដឹងរបស់យើងទៅលើជំនាញរបស់យើងអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងរកស៊ីផ្នែកចលនាទ្រព្យតើយើងមានជំនាញច្បាស់ទៅលើវិស័យចលនាទ្រព្យបាទបើយើងរកស៊ីផ្នែក restaurant តើយើងច្បាស់ផ្នែក restaurant យើងភាគច្រើនយើងកុំរកស៊ីតាមគ្នាអាការរកស៊ីតាមគ្នាហ្នឹងវានាំឲ្យយើងមានហានិភ័យទេព្រោះការប្រកួតប្រជែងវានឹងកើតឡើងហើយការប្រកួតប្រជែងកើតឡើងធម្មតាក្រុមហ៊ុន brand ឬក៏ក្រុមហ៊ុនអន្តរជាតិគេមានយុទ្ធសាស្ត្ររបស់គេធ្វើម៉េចគេអាច sustain បានជា long term អញ្ចឹងព្យាយាមធ្វើម៉េចកុំរកស៊ីតាមគ្នារកស៊ីតាមជំនាញអានេះគឺជា advice របស់ខ្ញុំឬក៏អាចថាជាមតិយោបល់របស់ខ្ញុំបាទ